Hello ស្វាគមន៍បងប្អូនទាំងអស់គ្នាសាជាថ្មីចូលមកទស្សនាភាពបន្តនៃរឿងគម្ពីរក្បាច់គុណព្រះអាទិត្យទាំង9ដែលជាភាគទី7និងហើយសម្រាប់ភាគបន្តគឺនៅក្នុងគុណគោរព VIP និយាយពីសាច់រឿងវិញគឺត្រជាក់ភ្នែកតែម្ដងដោយសារតែវីដេអូមានទាំងសំឡេងវាយគ្នាមិនកាត់ត្រឡប់ចុះត្រឡប់ឡើងដូចជានៅលើ YouTube នោះទេហើយក៏នៅមានរឿងផ្សេងទៀតដូចជាអំណាចធម្មពលនៃច្រកទ្វារអាថ៌កំបាំងគម្ពីរក្បាច់គុណព្រះអាទិត្យទាំង9ការចាប់កំណើតឡើងវិញរបស់ម្ចាស់ដាអធិរាជនិងរឿងជាប្រភេទ 2D ចំនួន4ផ្សេងទៀតប្រសិនបើចាប់អារម្មណ៍អាចទាក់ទងមក Telegram ផ្ទាល់របស់ admin បានសម្រាប់ link Telegram admin ទម្លាក់នៅក្រោម comment ចាប់ផ្ដើមនៅសាច់រឿងចែឈូគាត់ក៏បាននាំនៅទូប្រុសរបស់យើងចូលមកក្នុងសំណាក់លីងជីនហ្វាងរួចហើយក៏បានបន្តដើរចូលទៅក្នុងបន្ទប់ខណៈពេលនោះយើងក៏បានឃើញព្រឹទ្ធាចារ្យម្នាក់ក្រឡេកមកឃើញនៅយុនហ្វេបើការវេប្រហារទាចូលទៅដែលធ្វើឲ្យគាត់ក៏បានគេចផុតបន្តប្រើប្រាស់នៅកម្ដាប់ដៃទប់រងក៏ត្រូវបានខ្ទាតមកខាងក្រៅបន្តិចដែលគាត់មានឈ្មោះថាព្រឹទ្ធាចារ្យនេះមនុស្សដែលគ្មានការអនុញ្ញាតមិនឲ្យចូលមកក្បែរនៃប្រុសនោះទេពេលនោះចែឈូក៏ប្រញាប់រត់ចូលមកខាត់ពួកគាត់ទាំងពីរមិនឲ្យប្រយុទ្ធគ្នាបន្តទៀតលោកព្រឹទ្ធាចារ្យនេះគឺជាអ្នកប្រុសយុនហ្វេដែលខ្ញុំបានអញ្ជើញគាត់ដើម្បីមកព្យាបាលបងប្រុសរបស់ខ្ញុំបន្ទាប់ពីស្ដាប់ឮបែបនោះព្រឹទ្ធាចារ្យនេះក៏បានមើលងាយជីវភាពតែម្ដងក្មេងម្នាក់នេះមិនទាន់ឆ្លងទៅកម្រិតអាណាចក្រឋានស៊ូផងហ៊ានមកព្យាបាលអ្នកប្រុសវ័យក្មេងរបស់ខ្ញុំយុនហ្វេក៏បានតបទៅវិញដោយសារតែលោកព្រឹទ្ធាចារ្យមិនទុកចិត្តខ្ញុំនោះទេបើអញ្ចឹងនាងឈូបំភ្លេចការព្យាបាលមួយនេះទៅប៉ុន្តែនាងក៏បានខាត់ចាប់ដៃរបស់យុនហ្វេឈប់សិនហើយខ្ញុំសូមអភ័យទោសចំពោះលោកព្រឹទ្ធាចារ្យនេះផងដែលពេលនោះនាងក៏បានងាកមកនិយាយជាមួយនឹងលោកព្រឹទ្ធាចារ្យពេលនេះជីវិតរបស់បងប្រុសខ្ញុំជិតស្លាប់ទៅហើយហើយអ្វីមិនអនុញ្ញាតឲ្យអ្នកប្រុសយុនហ្វេសាកល្បងព្យាបាលមើលប្រហែលជាអាចនៅមានសង្ឃឹមបន្តិចបន្តួចត្រជាចិត្តមកវិញគាត់ក៏បានយល់ព្រមដែលធ្វើឲ្យយុនហ្វេក៏បានបើកនៅការភ្នែកអត្រីរបស់គាត់ដើម្បីពិនិត្យមើលជំងឺរបស់បរិសម្នាក់ដែលដេកនៅលើគ្រែដែលសភាពរបស់គាត់គឺដូចជាមនុស្សស្លាប់ទៅហើយដែលបេះដូងរបស់គាត់ត្រូវបានរំពាត់ដោយសត្វក្អែពឹសវាពិតជាវិធីសាស្ត្រដ៏ខុសខើមែនព្រឹទ្ធាចារ្យនេះបានភ្ញាក់ផ្អើលថាលោកពិតជាបានស្គាល់ពីជាតិពឹសមួយនេះត្រូវហើយជាតិពឹសមួយនេះគ្មានពណ៌គ្មានក្លិនប៉ុន្តែវាអាចបំផ្លាញរាងកាយរបស់ជនរងគ្រោះបានម្យ៉ាងទៀតគាត់ត្រូវបានគេបំពុលយ៉ាងហោចណាស់7ថ្ងៃមកហើយបើជាតិពឹសនៅក្នុងខ្លួនរបស់គាត់មិនត្រូវបានបន្សាបក្នុងពេលឆាប់ៗនេះទេគាត់នឹងអាចស្លាប់ក្នុងរយៈពេល3ថ្ងៃទៀតលោកម្ចាស់នេះប្រញាប់សួរថាអ្នកប្រុសយុនហ្វេតើមានវិធីជួយគាត់ដែរទេកុំបារម្ភអីដោយសារតែខ្ញុំបានស្គាល់ពីជាតិពឹសមួយនេះហើយខ្ញុំក៏អាចព្យាបាលជំងឺមួយនេះបានដែរដែលធ្វើឲ្យព្រឹទ្ធាចារ្យនេះគាត់ក៏បានបន្តខ្លួនឯងដោយសារតែមុននេះខ្ញុំមកបាំងភ្នែកខ្វាក់ធ្វើឲ្យអ្នកប្រុសមានការអាក់អន់ចិត្តសូមអ្នកប្រុសអត់ទោសឲ្យខ្ញុំផងហើយមានចិត្តសប្បុរសដើម្បីជួយសង្គ្រោះអ្នកប្រុសវ័យក្មេងរបស់ខ្ញុំដល់ពេលនោះខ្ញុំនឹងដឹងគុណរបស់អ្នកប្រុសជារៀងរហូតយុនហ្វេក៏បានគេបន្តិចមើលទៅមនុស្សដែលត្រូវជាតិពឹសម្នាក់នេះប្រហែលជាគាត់មិនមែនជាមនុស្សធម្មតានោះទេដែលធ្វើឲ្យមនុស្សដែលមានអំណាចព្រមប្រទាបខ្លួនបែបនេះប្រញាប់ទទួលយកសំណើវាគ្មានបញ្ហានោះឡើយការជួយសង្គ្រោះជីវិតមនុស្សមានតម្លៃខ្លាំងណាស់ហើយខ្ញុំក៏នឹងព្យាយាមឲ្យអស់ពីសមត្ថភាពផងដែរងាកមកវិញលួយរអ៊ូថាម្ដងនេះខ្ញុំច្បាស់ជាចំណេញច្រើនជាមិនខានដូច្នេះតើខ្ញុំអាចបដិសេធបានដោយរបៀបណាហើយពេលនេះយុនហ្វេក៏បានចាប់ផ្ដើមព្យាបាលជាមួយនឹងវិជាធម្មពលម្រាមដៃរបស់គាត់ចុចជីបចោលទៅលើទ្រូងរបស់អ្នកជំងឺម្នាក់នោះជាច្រើនដែលធ្វើឲ្យសត្វក្អែពឹសមួយក្បាលនោះខ្ទាតចេញពីបេះដូងបន្តចុចជីបចោលទៅលើបរិវេណទ្រូងរបស់បរិសម្នាក់នោះទៀតបន្ទាប់មកក៏បានប្រើដៃទាំងពីរទាបន្ថែមដែលធ្វើឲ្យជាតិពឹសក៏បានផ្សាយភាយចេញពីរាងកាយច្រាឡើងមកគាត់ក៏បានខ្ជិះចេញនៅក្អែពឹសដែលពេលនោះវាបំរុងនឹងវារត់យុនហ្វេក៏បានបញ្ជានឹងកូនកំបិតកំទេចរូបរាងវាចោលពេលនេះជាតិពឹសត្រូវបានបណ្ដេញចេញទាំងស្រុងហើយមិនយូរនោះទេគាត់នឹងជាសះស្បើយត្រឡប់មកដូចដើមវិញចែឈូក៏បានហៅថាបងប្រុសដែលគាត់ក៏បានបើកភ្នែកឡើងធ្វើឲ្យអ្នកគ្នាក៏បានសប្បាយចិត្តនាងក៏បានបន្តណែនាំនេះគឺជាអ្នកប្រុសយីយុនហ្វេគាត់មាននៅជំនាញដ៏អស្ចារ្យបានជួយសង្គ្រោះជីវិតរបស់បងបរិសម្នាក់នោះក៏បានសរសើរអ្នកប្រុសយុនហ្វេពិតជាមានសេចក្តីសប្បុរសដ៏ធំធេងមែនខ្ញុំប្រកាសជាតបស្នងទៅអ្នកវិញយុនហ្វេក៏បានតបថាមិនចាំបាច់តបស្នងជាប្រាក់មកខ្ញុំវិញនោះទេហើយខ្ញុំក៏បានឃើញអាកប្បកិរិយានិងចរិតរបស់លោកសុភាពរៀបសារធ្វើឲ្យខ្ញុំចង់ខ្លាចជាមិត្តភក្តិរបស់លោកបន្ទាប់ពីឮពីសម្ដីរបស់យុនហ្វេហើយធ្វើឲ្យគាត់ក៏បានអស់សម្លៃបន្តិចឡបើលោកមានប្រកាន់ទេអាចហៅខ្ញុំថាបងប្រុសទី3បានយុនហ្វេដាក់ដៃធ្វើការគោរពបងប្រុសទី3បរិសម្នាក់នោះក៏បានបន្តនិយាយត្រង់ខ្ញុំបានឃើញជំនាញពេលដ៏ពូកែរបស់អ្នកតើចាប់អារម្មណ៍ទេក្នុងការស្វែងរកទ្រព្យសម្បត្តិនៅក្នុងទីក្រុងអធិរាជខ្ញុំក៏មានទំនាក់ទំនងខ្លះៗនៅទីនោះផងដែរយុនហ្វេមិនគិតច្រើនដាក់ដៃធ្វើការគោរពម្ដងទៀតអរគុណបងប្រុសទី3ចំពោះបញ្ហានៅថ្ងៃខាងមុខចូលយើងពិភាក្សាគ្នានៅពេលក្រោយល្អជាងបានមិនអីនោះទេបើចាប់អារម្មណ៍ចាំនិយាយគ្នានៅពេលក្រោយនេះអាចមករកខ្ញុំនៅពេលណាក៏បានយុនហ្វេក៏បានដាក់ដៃធ្វើការគោរពលាដោយសារតែពេលនេះខ្ញុំមានរឿងជាច្រើនដែលត្រូវធ្វើដោយចែឈូក៏បានជួយដំណើរមកដល់ខាងក្រៅយុនហ្វេសូមលោកជួយលាករឿងដែលព្យាបាលបងប្រុសរបស់ខ្ញុំជាអាថ៌កំបាំងផងគាត់ក៏បានយល់ព្រមដកនៅថ្នាំមួយដបនេះខ្ញុំបានរៀបចំសម្រាប់នាងលេបវារយៈពេល1ខែវានឹងជួយធ្វើឲ្យជំងឺរ៉ាំរ៉ៃរបស់នាងជាសះស្បើយទាំងស្រុងចែឈូក៏បានទទួលយកទុកយុនហ្វេខ្ញុំមិនដឹងជាត្រូវអរគុណអ្នកដោយរបៀបណានោះទេស្របពេលនោះនាងក៏បាននឹកឃើញឲ្យយុនហ្វេប្រយ័ត្នខ្លួនពីគ្រូសាទាំង3នៅក្នុងការប្រកួតថ្ងៃខាងមុខដោយសារតែពួកគេបានរួមដៃគ្នាដើម្បីប្រឆាំងជាមួយនឹងគ្រូសានេះយុនហ្វេមិនមានការភ័យខ្លាចអ្វីនោះទេក៏មិនបារម្ភអីនៅក្នុងថ្ងៃការប្រកួតខ្ញុំពិតជានឹងបង្រៀនមេរៀនមួយដល់ពួកគេជាមិនខានក្រឡេកមកវិមានរបស់គ្រូសាឈិនដែលពួកលោកម្ចាស់ត្រកូលគ្រូសាធំទាំង3កំពុងតែសប្បាយរីករាយក្នុងការទស្សនារបាំរបស់ស្រីស្អាតលោកម្ចាស់ឈិនក៏បានលើកមួយពេញឲ្យទៅស៊ូសៀនដែលគឺជាមេក្រុមឃាតករស៊ីឈ្នួលក៏មិនបារម្ភអីលោកម្ចាស់ឈិនចាប់តាំងពីកូនចៅទាំង6នាក់របស់ខ្ញុំធ្វើសកម្មភាពពួកគេច្បាស់ជាចាត់ការសម្រាប់យុនហ្វេបានជាមិនខានលោកម្ចាស់ឈិនក៏បានសប្បាយចិត្តគេឈ្មោះរបស់ស្ដេចខ្មោចឃាតករទាំង6អ្នកណាក៏ទទួលស្គាល់យ៉ាងច្បាស់ដែរថាពួកគេធ្វើការមិនដែលបរាជ័យនោះទេនេះយីមិនទាន់ផុតមាត់ផងកូនចៅរបស់គាត់អាកាទឺជាមួយនឹងសៀវស៊ីក៏បានគ្រាគ្នាចូលមកដល់លោកម្ចាស់បេសកកម្មរបស់យើងបានបរាជ័យហើយគ្នារបស់យើង4នាក់ផ្សេងទៀតក៏ត្រូវបានស្លាប់ទៀតផងពេលនោះប្រធានក្រុមស៊ូសៀនក៏បានខឹងយ៉ាងខ្លាំងក្រវៃមួយដៃជាចំហាយធម្មពល
ធ្វើពូនេះទាំងពីរទៀតប៉ាំងទៅខាងក្រោយពូអាឡងងអត់ប្រយោជន៍មិនអាចចាត់ការយីយន់ហ្វេតែម្នាក់ឯងបានពេលនោះគ្រូសាធំៗទាំងពីរក៏បានភ្ញាក់ផ្អើលហើយខ្ញុំមិនដែលរំពឹងទុកនោះទេសូម្បីតែក្រុមស្ដេចឃាតករទាំង6ក៏មិនអាចយកឈ្នះគាត់បានដែរតែវាអាចថាយន់ហ្វេបានទម្លុះកម្រិតមួយដំណាក់កាលទៀតហើយលោកម្ចាស់ឈិនតើពួកយើងគិតយ៉ាងម៉េចលោកម្ចាស់ឈិនទឹកមុខរៀបស្មាក៏បានតបមកវិញក៏មិនរំអីយីយន់ហ្វេមិនអាចរស់នៅបានយូរទីនោះទេព្រោះថាកូនប្រុសរបស់ខ្ញុំឈិនអានបានឆ្លងផុតមួយកម្រិតទៀតហើយកាលពីម្សិលមិញអ្នកធ្វើនេះរកគ្នាក៏បានភ្ញាក់ផ្អើលនឹងត្រេកអរពិតជាស័ក្តិសមសម្រាប់រូបរាងកាយវិញ្ញាណស៊ូមែនល្បឿននៃការដាំដុះរបស់គាត់ពិតជាលឿនគួរឲ្យខ្លាចខ្លាំងណាស់លោកម្ចាស់ឈិនក៏បានលើកឡើងអ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺជានិកាយធំៗទាំង4នៃចក្រភពបានផ្ញើលិខិតអញ្ជើញទាំងអស់ហើយដើម្បីជ្រើសរើសយកឈិនអានធ្វើជាកូនសិស្សរបស់ពួកគាត់ហើយខ្ញុំក៏បានអញ្ជើញពួកគាត់ទាំងអស់ដើម្បីទៅទស្សនានៅក្នុងការប្រកួតផងដែរដែលធ្វើឲ្យលោកម្ចាស់ស៊ីធានយានសប្បាយចិត្តយ៉ាងខ្លាំងពិតជាល្អណាស់យូនហ្វេមិនអាចរួចផុតពីកំណាប់ដៃរបស់ពួកយើងបាននោះឡើយលោកម្ចាស់ឈិនសាយមិនតិចងើបឡើងវាជាការប្រសាដើម្បីការពារបញ្ហានាពេលអនាគតតើយីយូនហ្វេតែម្នាក់ឯងអាចធ្វើអ្វីបានជាមួយនឹងពួកយើងជាច្រើននេះពេលនោះវូហាននិងព្រឹទ្ធាចារ្យលិនក៏បានដើរចូលមកដល់តើពួកលោកកំពុងតែនិយាយអំពីការចាត់ការយីយូនហ្វេមែនទេបើអញ្ចឹងឲ្យខ្ញុំចូលរួមជាចំណែកបានដែរឬអត់សាច់រឿងក៏បានកាត់មកដល់ភាគខាងជើងនៃទីក្រុងយិនយូដែលគឺជាទីលានប្រកួតអណ្ដូងរ៉ាយវិញ្ញាណដែលមានមនុស្សម្នាជាច្រើនបានមកចូលរួមជាពិសេសគឺជាគ្រូសាធំៗទាំង4អ្នកដែលមានអំណាចកាត់ក្តីគឺជាកងរ៉េនចវាយក្រុងយិនយូចំណែកអាម៉ាប់យីធានហ្វឹងក៏បានចូលរួមផងដែរខ្ញុំមិនបានរំពឹងទុកនោះទេថាពួកគាត់ជ្រើសរើសទីតាំងប្រកួតនៅចន្លងភ្នំបែបនេះដោយយូមីងហើយនិងយីស៊ឺក៏បានមកដល់សួរថាហេតុអ្វីបានជាអ្នកនៅទីនេះធ្វើឲ្យអាម៉ាប់ក៏បានតបថាហេតុអ្វីបានជាខ្ញុំមកទីនេះមិនបានខ្ញុំក៏ជាសិស្សម្នាក់ក្នុងតកូលគ្រូសាយីដែរយីស៊ឺនាងនៅតែមានចិត្តខឹងដកដៃភ្ជាប់កអាម៉ាប់ពេលនោះយីហ្វូក៏បានមកដល់បានហើយជប់លេខសាយទីទៅនេះគឺជាការសម្រេចចិត្តរបស់លោកគ្រូហើយនិងយូនហ្វេត្រូវតែចងចាំថានេះគឺជាការប្រកួតជាក្រុមមិនថាមនុស្សម្នាក់ឬមុំប៉ុណ្ណានោះទេកម្លាំងតែមួយមុខនឹងមិនអាចគ្រប់គ្រាន់ឡើយអាម៉ាប់ក៏បាននិយាយភ្លាមតែម្ដងត្រូវហើយខ្ញុំក៏ជាសិស្សឆ្នាំម្នាក់ក្នុងចំណោមសិស្សឆ្នាំកំពូលនៃយុវជនចំនួនក្រោយក្នុងគ្រូសាតកូលយីថ្ងៃនេះខ្ញុំនឹងបង្កើតកេរ្តិ៍ឈ្មោះគ្រូសារបស់យើងឲ្យល្បីល្បាញដោយយូមីងក៏បានសម្លុតថាបើឯងហ៊ានតែបង្កបញ្ហាយើងនឹងសម្លាប់ឯងចោលជាមិនខានយីហ្វូគាត់ក៏បានប្រាប់ថាខ្ញុំគឺជាអ្នកដឹកនាំក្រុមសម្រាប់ការប្រកួតនេះយូមីងក៏បានសួរថាយីស៊ឺហេតុអ្វីបានជាយូនហ្វេមិនទាន់មកដល់ទៀតឬមួយក៏គាត់កំពុងតែបង្កបញ្ហានៅទីណាខណៈពេលនោះយូនហ្វេក៏បានមកដល់ខ្ញុំមកយឺតហើយមែនទេយូមីងក៏បានសួរយូនហ្វេហេតុអ្វីបានជាយូរម្ល៉េះគាត់ក៏បានប្រាប់ថាការប្រកួតមួយនេះមានសារៈសំខាន់ខ្លាំងណាស់ដូច្នេះហើយបានជាខ្ញុំត្រូវការពេលវេលាខ្លះដើម្បីរៀបចំអាវុធសម្ងាត់អ្នកបានរៀបចំអាវុធសម្ងាត់ដែលពេលនេះពេលវេលាក៏បានមកដល់ទីហ៊ានក៏ចាប់ផ្ដើមទុំស្គរលោកចវាយក្រុងក៏បានងើបឡើងប្រកាសអ្នកគ្រប់គ្នាថ្ងៃនេះជាពិធីបុណ្យ3ឆ្នាំរបស់ទីក្រុងយិនយូហើយក៏ជាការប្រកួតអណ្ដូងរ៉ាយខាងវិញ្ញាណផងដែរក្នុងឆ្នាំនេះគឺខុសពីឆ្នាំមុនដែលយើងបានជ្រើសរើសភ្នំខាងជើងដ៏គ្រោះថ្នាក់បំផុតជាទីតាំងសម្រាប់ការប្រកួតមួយនេះសម្រាប់ច្បាប់ប្រកួតឆ្នាំនេះគឺសាមញ្ញណាស់សម្រាប់ត្រកូលគ្រូសាធំៗទាំង4អ្នកណាដែលដកទង់ជាតិរបស់ខ្លួននៅលើកំពូលភ្នំខាងជើងបានមុនគេម្នាក់នោះនឹងត្រូវបានប្រកាសថាជាអ្នកឈ្នះហើយក្នុងអំឡុងពេលប្រកួតអ្នកអាចវាយប្រហារមនុស្សដែលបានចូលរួមមកពីត្រកូលផ្សេងទៀតបានប្រសិនបើទង់ជាតិត្រកូលរបស់អ្នកណាត្រូវបានបំផ្លាញត្រកូលនោះនឹងត្រូវបានលុបចោលខ្លាយទៅជាអ្នកចាញ់ដោយស្វ័យប្រវត្តិចំពោះយុវជនដែលបានចូលរួមក្នុងការប្រកួតត្រូវតែមានអាយុក្រោម20ឆ្នាំហើយវិធីសាស្ត្រនិងអាវុធមួយណាក៏ត្រូវបានអនុវត្តដែរជីវិតស្លាប់ឬក៏រស់នៅក្នុងការប្រយុទ្ធមួយនេះគឺគ្មានន័យអ្វីនោះទេដែលធ្វើនេះរកនេះហាក់បីដូចជាខ្លាយរអាខ្សឹបខ្សៀវគ្នាឡើងពេញនឹងដោយលោកម្ចាស់យីធានពីងក៏បាននិយាយថាវាហាក់បីដូចជាការប្រយុទ្ធនេះគ្មានយុត្តិធម៌នោះទេចំណែកលោកម្ចាស់ឈិនក៏បានតបហេតុអ្វីទៅឬមួយក៏អ្នកគិតថាយុវជនចំនួនក្រោយរបស់គ្រូសាយីពួកគេសុទ្ធតែជាមនុស្សអសមត្ថភាពបើអញ្ចឹងប្រញាប់ដកខ្លួនមុនពេលកំណត់ភ្លាមទៅលោកម្ចាស់យីធានពីងក៏បាននិយាយថាការប្រយុទ្ធគ្នាចុងក្រោយបង្អស់ឈិនណានបានចាញ់យុនហ្វេបន្ទាប់ពីស្ដាប់ឮបែបនោះធ្វើឲ្យលោកម្ចាស់ស៊ីធានយិនក៏បានងើបឡើងវាពិតជារឿងគួរឲ្យសម្ដែងខ្លាំងណាស់ពេលនោះលោកម្ចាស់ចវាយក្រុងក៏បានខត់នេះរាល់គ្នាបានហើយសូមឈប់ឆ្លោះប្រកែកគ្នាទៅខ្ញុំតែងតែបង្ហាញនូវភាពយុត្តិធម៌ជានិច្ចនិងមិនដែលបង្ហាញពីការរើសអើងនោះទេហើយការប្រកួតចាប់ផ្ដើមឥឡូវនេះដោយលោកម្ចាស់លូយុនសៀវក៏បានប្រើប្រាស់ធម្មពលគ្រប់គ្រងទៅលើទង់ជាតិនៃគ្រូសារបស់គាត់បោះវាចេញទៅលូប៉ៃចាំទទួលយកដែលយើងក៏បានឃើញយុវជនម្នាក់ឲ្យលុះសោះបន្តិចហក់ចូលទៅប្រើប្រាស់ធម្មពលរបស់គាត់បង្កើតបានទៅជាដានដើម្បីធ្វើជណ្ដើរឡើងទៅចាប់ទង់ជាតិនៃគ្រូសាលូដែលគាត់គឺជាកូនប្រុសនៃគ្រូសាលូឈ្មោះថាលូមូប៉ៃចំណែកលោកម្ចាស់ធីសៀនយិនគាត់ក៏បានកាន់នៅទង់នៅក្នុងដៃហើយនៅកូនស្រីរបស់គាត់សៀវឌីក៏វិញវាចុះទៅចាំទទួលទង់ជាតិនៃគ្រូសារបស់យើងដែលវាក៏បានអណ្ដែតចុះពេលនោះសៀវឌីក៏បានបន្លាស់ទីចូលទៅចាប់កាន់នៅទង់ជាតិនៃគ្រូសាស៊ីរបស់នាងដែលធ្វើឲ្យអ្នកគ្រប់គ្រងបានហៅកញ្ជ្រៀវថាសម្រស់របស់នាងពិតជាស្រស់ស្អាតណាស់ដល់វារបស់លោកម្ចាស់យីធានពីងម្ដងអន្តរមជើងបន្តិចជាមួយនឹងកម្លាំងធម្មពលស្រូបទីនៅទង់ចូលមកក្នុងដៃគប់ចេញទៅប្រធានក្រុមចាំទទួលយកតែយើងក៏បានឃើញយីហ្វូហក់ចូលទៅទទួលយកទង់ដែលធ្វើឲ្យអ្នករកគ្នាក៏បានភ្ញាក់ផ្អើលហេតុអ្វីបានជាគាត់ជាអ្នកដឹកនាំតើកូនប្រុសនៃគ្រូសាយីបានបោះបង់ចោលតំណែងមួយនេះហើយមែនទេពេលនោះយុនហ្វេក៏បានសរសើរយីធានហ្វូជំនាញក្បាច់គុនរបស់អ្នកកាន់តែប្រសើរច្រើនហើយគាត់ក៏បានតបទៅវិញការប្រកួតមួយនេះពួកយើងត្រូវតែសហការគ្នាឲ្យបានល្អចំណែកអាម៉ាប់គេក៏បានឆ្ងល់តែម្នាក់ឯងហេតុអ្វីបានជាលោកគ្រូមិនជ្រើសរើសយកខ្ញុំធ្វើជាប្រធានក្រុមយ៉ាងហោចណាស់ស្នេះដែលខ្ញុំទទួលទង់ច្បាស់ជាលោជាងគេជាមិនខានដែលពេលនេះលោកម្ចាស់ឈិនក៏បានស៊ូហេតុអ្វីបានជាលោកម្ចាស់យីធានពីងមិនឲ្យកូនប្រុសដ៏ប៉ិនប្រសប់ធ្វើជាប្រធានក្រុមពេលនោះគាត់ក៏បានតបទៅវិញត្រកូលគ្រូសាយីរបស់ខ្ញុំពោពេញទៅដោយមនុស្សដែលមានសមត្ថភាពធានហ្វូគឺជាបុគ្គលម្នាក់ដែលល្អបំផុតក្នុងចំណោមយុវជនចំនួនក្រោយរបស់ខ្ញុំដែលស័ក្តិសមក្នុងការធ្វើជាប្រធានក្រុមហើយលោកម្ចាស់ឈិនហាក់បីដូចជាកំពុងតែមើលងាវជាអកុសលណាស់មិនថាយុវជនចំនួនក្រោយរបស់គ្រូសាយីមានទេពកោសល្យប៉ុណ្ណាទេក៏ពួកវាគ្មានប្រយោជន៍ឡើយដោយសារតែយុវជននៃ
គ្រូសាររបស់ខ្ញុំតែម្នាក់ក៏អាចចាត់ការពួកអ្នកគ្រប់គ្រាន់ហើយបញ្ចេញនៅកម្លាំងធម្មពលរបស់គាត់ចាប់កាន់នៅទងស្រ័យថាឈិនអានចាំទទួលគប់ចូលទៅពេញមួយទំហឹងជាមួយនឹងកម្លាំងធម្មពលដ៏ខ្លាំងក្លាប៉ុន្តែឈិនអានដេកចាប់ធ្វើប្រងើយជិះចេញនៅកម្លាំងធម្មពលធ្វើឲ្យមនុស្សដែលឈរនៅក្បែរនឹងបានដួលពិតជាបំបងបាយមែនប៉ុណ្ណឹងមិនអាចទប់ទល់បានបន្តនិយាយទៅកាន់យុនហ្វៃពិតជាគួរឲ្យស្ដាយខ្លាំងណាស់ដែលអ្នកមិនមែនជាប្រធានក្រុមបើមិនដូច្នោះខ្ញុំនឹងសម្លាប់ឯងហើយបំផ្លាញទងនៃគ្រូសាររបស់ឯងទីផងយុនហ្វៃក៏បានតបទៅវិញទោះបីជាខ្ញុំមិនមែនជាប្រធានក្រុមក៏ដោយខ្ញុំក៏អាចកំដរឯងប្រយុទ្ធដល់ទីបញ្ចប់ដែរបញ្ចេញនៅកម្លាំងធម្មពលរៀងខ្លួនប្រឆាំងគ្នាបន្តិចធ្វើឲ្យអ្នករកគ្នាក៏បានសរសើរពិតជាស័ក្តិសមជារាងកាយវិញ្ញាណស៊ូគីមែនធ្វើឲ្យការប្រកួតនេះពិតជាគួរឲ្យចាប់អារម្មណ៍ឡើងពួកយើងច្បាស់ជាទស្សនាបានល្អមើលជាមិនខានពេលនោះសៀវឌីនាងក៏បានមករាកទាកឈិនណានប៉ុន្តែក្រឡេកទៅឃើញយុនហ្វៃក៏បានខូចអារម្មណ៍ខ្ញុំមិនបានរំពឹងទុកនោះទេថាអ្នកនឹងហ៊ានបង្ហាញមុខនៅទីនេះយុនហ្វៃក៏បានតបទៅវិញប្រសិនបើខ្ញុំជានាងដែលត្រូវបានគេបដិសេធឲ្យនៅសម្បត្តិរៀបអាពាហ៍ពិពាហ៍នៅចំពោះមុខសាធារណៈខ្ញុំមិនហ៊ានបង្ហាញខ្លួននៅទីនេះនោះទេបន្ទាប់ពីស្ដាប់ឮបែបនោះសៀវឌីបានក្តៅចិត្តយ៉ាងខ្លាំងល្អចាំមើលខ្ញុំនឹងបំផ្លាញគេឈ្មោះរបស់គ្រូសាយីឯងទាំងស្រុងយុនហ្វៃពេលនោះបដូរទឹកមុខភ្លាមៗតែម្ដងដោយសារតែបានឃើញគូស្នេហ៍របស់គាត់ដែលគឺជាស្រីស្អាតលូឈីងស្របពេលគ្នាផងដែរចាយឈូក៏បានមកដល់យុនហ្វៃខ្ញុំនៅទីនេះដើម្បីលើកទឹកចិត្តអ្នកយុនហ្វៃក៏បានដើរចូលទៅបំបុកស្មារបស់សៀវឌីឌឹបខណៈពេលនោះមូប៉ៃក៏បានរត់ចូលមកនិយាយជាមួយនឹងសៀវឌីហាក់បីដូចជាគាត់បានលួចស្រឡាញ់នាងឡើងអឹមអ៊ីនតែម្ដងប៉ុន្តែនាងមិនខ្វល់ជាមួយនឹងគាត់នោះទេដោយសារតែអារម្មណ៍មិនសូវល្អសៀវឌីកុំខឹងអីមិនយូរប៉ុន្មានទេខ្ញុំនឹងសងសឹកឲ្យនាងជាមិនខានប៉ុន្តែនាងនៅតែមិនខ្វល់ដើរចេញទៅហើយពេលនេះយើងក៏បានឃើញភ្ញៀវកិត្តិយស2នាក់ទៀតដែលគឺជាសៀវអឺកំពុងតែជិះលើស្មារបស់ឈូមូកាន់នៅផ្លែពោតធ្វើជាមេក្រូប្រកាសថាលោកគ្រូយុនហ្វៃរបស់ខ្ញុំគឺជាអ្នកឈ្នះដោយសារតែគាត់ប្រយុទ្ធមិនដែលចាញ់ឈិនអាននោះទេគេឈ្មោះរបស់គាត់ល្បីល្បាញពីពេញក្រុងយិនយីវលោកគ្រូយុនហ្វៃរបស់ខ្ញុំត្រូវតែឈ្នះហ៊ូដែលពេលនេះការប្រកួតជាចាប់ផ្ដើមយុវជនទាំង4ក្រុមកំពុងតែឈរមើលធានហ្វូគាត់ក៏បានពិភាក្សាជាមួយនឹងយុនហ្វៃចាប់ពីទីនេះដល់កំពូលភ្នំវាបែងចែកជា3ផ្នែកផ្នែកទី1គឺជាជ្រោះដែលច្រវាក់នៅខាងមុខទី2ព្រៃបុរាណចាប់ពីជើងដល់កណ្ដាលភ្នំហើយទី3ច្រាំងថ្មចោតពីកណ្ដាលដល់កំពូលចំណែកជ្រោះខ្សែចង្វាក់ដែកមាន4ខ្សែនៅពេលដែលមាននរណាម្នាក់បើការវាប្រហារភ្លាមវានឹងងាយស្រួលក្នុងការធ្លាក់ចូលទៅក្នុងជ្រោះដែលជ្រៅបំផុតតាមគំនិតរបស់ខ្ញុំពួកយើងត្រូវតែបែងចែកជា2ក្រុមយុនហ្វៃក៏បានសរសើរពិតជាគិតបានត្រឹមត្រូវណាស់ពុកពិតជាបានជ្រើសយកអ្នកធ្វើជាប្រធានក្រុមមិនខុសមែនពេលនោះលោកចវាយក្រុងក៏បានប្រកាសការប្រកួតនឹងចាប់ផ្ដើមជាផ្លូវការហើយដែលធ្វើឲ្យក្រុមទាំង3ក៏បានសម្រុកចូលម្នាក់ព្យាយាមរត់ជន់លើខ្សែច្រវាក់ប៉ុន្តែក្រុមរបស់គ្រូសាឈិនមិនទាន់ធ្វើសកម្មភាពនោះទេដោយពេលនេះឈិនអានកំពុងតែដេកធ្វើមិនដឹងធ្វើឲ្យកូនចៅរបស់គាត់ក៏បានស៊ូហើយអ្វីយើងមិនបន្លាស់ទីឈិនអានក៏បានប្រាប់ថាបាត់មាត់ភ្លាមទៅដោយពេលនេះយុវជនទាំង3ក្រុមកំពុងតែប្រដេញគ្នាមូប៉ៃដែលបានគុំយុនហ្វៃពេលនេះគាត់ក៏បានបើកការវាប្រហារខ្ញុំមិនឲ្យក្រុមរបស់ពួកឯងឆ្លងផុតបាននោះទេគប់ចេញនៅដៃរបស់គាត់ដែលពោពេញទៅដោយចំហាយធម្មពលវាប្រហារទៅធានហ្វូពេលនោះយីស៊ឺបានឃើញទាន់ប្រើប្រាស់ដៃកាប់បំបែកចេញដោយមូប៉ៃនៅតែបន្តប្រើប្រាស់ដៃរបស់គាត់ដើម្បីបន្ថែមល្បឿនហក់ជន់តកាមុខក្រុមរបស់យុនហ្វៃក្រវេមានដៃចូលទៅវាប្រហារធានហ្វូធ្វើឲ្យគាត់ក៏បានគេចផុតបន្តិចយកនៅជើងគៀបនៅខ្សែស្រវាក់ជាប់បន្លាស់ទីមកវិញស្របពេលនោះយុនហ្វៃក៏បានបង្ហាញខ្លួនមូប៉ៃដែលឯងគិតថាឯងគឺជាមនុស្សតែម្នាក់គាត់ដែលអាចវាប្រហារគេបានមានទេហក់ចូលទៅវាប្រហារក្រុមមូប៉ៃកាប់មួយដៃពីរដៃចុះឡើងធ្វើឲ្យបារ៉ូម្នាក់នោះក៏បានធ្លាក់ចេញពីលើច្រវាក់ចំណែកអាម៉ាប់វិញពេលនេះគាត់កំពុងតែភ័យដោយសារតែខ្សែស្រវាក់ចាប់ផ្ដើមយល់ធ្វើឲ្យគាត់ក៏បានបណ្ដួលខ្លួនចាប់អោបនៅច្រវាក់នោះជាប់ចំណែកយុនហ្វៃបន្តសម្រុកចូលស្របពេលនោះចំហាយនៃធម្មពលរបស់ CD ក៏បានបើកវាប្រហារចូលមកជួយជីវិតបារ៉ូទាំង3នេះឲ្យបរិញ្ញាបន្តដំណើរទៅមុខទៀតពេលនោះមូប៉ៃក៏បានប្រាប់ថា CD ប្រញាប់ទៅមុនខ្ញុំទៅទុកឲ្យខ្ញុំជាអ្នកចាត់ការពួកវាវិញបន្តវាប្រហារគ្នាចុះឡើងជាមួយនឹងធានហ្វូដែលពេលនោះយូមីងក៏បានស្រែកថាយុនហ្វៃចាំជួយខ្ញុំផងហក់មកយុនហ្វៃក៏បានចាប់ដៃជាប់ក្រវែងចូលមកដើម្បីវាប្រហារទៅលើមូប៉ៃប៉ុន្តែគាត់ក៏បានក្រឡេកឃើញទាន់ហក់ទៅមកខាងទៀតយូមីងក៏បានហក់ទៅតាមប្រើប្រាស់ដៃកាប់វាប្រហារធានហ្វូប្រញាប់ទៅទុកខ្ញុំជាអ្នកទប់ទល់ជាមួយនឹងវាយុនហ្វៃក៏បានហក់ទៅបោកបន្ថែមទៀតចំណែកអាម៉ាប់ពេលនេះកំពុងតែវានៅលើច្រវាក់ដូចជាដង្កូវបាក់ខ្នងអីចឹងមូប៉ៃវិញពេលនេះ2ទល់1គេក៏បានដកឃ្លីរ៉ូតប៉ុន្តែក៏ត្រូវបានយុនហ្វៃកាប់មុខជាប់ធ្វើឲ្យមូប៉ៃក៏បានបញ្ចេញអាវុធរបស់គាត់ពីដើមវាប្រហារចូលទៅយុនហ្វៃក៏បានកាប់បំបែកចេញនៅសល់មួយទៀតក៏បានត្រូវយូមីងធ្លាក់ចុះទៅខាងក្រោមធ្វើឲ្យយុនហ្វៃមានការតក់ស្លុតយ៉ាងខ្លាំងហើយសាច់រឿងភាគទី7របស់យើងក៏ត្រូវបានបញ្ចប់ប្រសិនបើចង់ដឹងសាច់រឿងភាគបន្តទៅជាយ៉ាងណាមានតែរងចាំទស្សនាភាគបន្តតែប៉ុណ្ណោះសម្រាប់ពេលនេះ admin សូមជម្រាបលាបាយ